ឥឡូវនេះសូមងាកមកមើលវេជ្ជសព្ទដែលគេប្រើជាញឹកញាប់ក្នុងបរិបទព័ត៌មានអន្តរជាតិនេះទី1គឺ nuclear capability meaning the ability of a country to produce or use nuclear weapons ប្រែថាសមត្ថភាពក្នុងការផលិតឬប្រើអាវុធនុយក្លេអ៊ែរឧទាហរណ៍ Iran is accused of developing nuclear capability អ៊ីរ៉ង់ត្រូវបានចោទប្រកាន់ថាកំពុងអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរទី2គឺ ballistic missiles meaning missiles that travel long distances at very high speeds ប្រែថាមីស៊ីលបាញ់ចម្ងាយឆ្ងាយដែលហោះក្នុងល្បឿនលឿនខ្លាំងឧទាហរណ៍ Iran has continued developing ballistic missiles អ៊ីរ៉ង់បានបន្តអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយទី3គឺ proxy groups meaning armed groups supported by another country ប្រែថាក្រុមសកម្មយុទ្ធប្រដាប់អាវុធដែលទទួលបានការគ្រប់គ្រងពីប្រទេសផ្សេងឧទាហរណ៍ Iran is accused of supporting proxy groups in the Middle East អ៊ីរ៉ង់ត្រូវបានចោទប្រកាន់ថាគ្រប់គ្រងក្រុមសម្ព័ន្ធសកម្មប្រយុទ្ធនៅតំបន់មជ្ឈិមបូព៌ាពេលបន្តទៅសិក្សាពាក្យគន្លឹះនិងវេយ្យាករណ៍យើងខ្ញុំសូមណែនាំអំពីថ្នាក់រៀនបកប្រែខ្មែរអង់គ្លេសដែលជាថ្នាក់រៀនអនឡាញតាមប្រព័ន្ធ Zoom ថ្នាក់រៀនបកប្រែខ្មែរអង់គ្លេសគឺជាថ្នាក់រៀនមួយពេលបង់មួយពេលតាមប្រព័ន្ធ Zoom ស័ក្តិសមចំពោះអ្នកដែលចង់ពង្រឹងចំណេះដឹងពាក់ព័ន្ធនឹងរចនាសម្ព័ន្ធឃ្លាវេយ្យាករណ៍និងការប្រើប្រាស់វេជ្ជសព្ទឲ្យត្រូវតាមបរិបទភាសាអង់គ្លេសយ៉ាងវិញទៀតយើងមានការបញ្ចុះតម្លៃពិសេសសម្រាប់សិស្សចូលរៀនដំបូងផងដែរសូម scan QR code នៅលើអេក្រង់នេះឬចុចតំណជាប់នៅក្នុង caption ខាងក្រោមវីដេអូដើម្បីចុច subscribe នៅក្នុង channel Telegram របស់ថ្នាក់រៀននិងចុច like នៅក្នុងទំព័រ Facebook ខ្មែរ English Translation Class ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីថ្នាក់រៀនសូមអរគុណ